សួស្តីបងប្អូនខ្ញុំនឹងធ្វើការបង្ហាញធ្វើការបេះផ្លែបន្លែផ្លែឈើដែលអាចញ៉ាំបានហូបបានទាំង200មុខជុំវិញផ្ទះខ្ញុំឲ្យបងប្អូនទស្សនាជាមួយនឹងកូនឆ្កែខ្ញុំនេះមុខវាមិនខ្ជូតទេនេះវាស្អាតជាងខ្ញុំ200ដងអូយខ្ជូតណាស់ឥឡូវបងប្អូនចាំទស្សនាទាំងអស់គ្នា Let's go low skate នេះគឺជាទស្សនវិជ្ជាមើលពីលើដើមស្វាយពីមុខផ្ទះខ្ញុំហ្នឹងគឺមិនមែនបរោះដ្រូនទេគឺឡើងលើដើមស្វាយថតឲ្យបងប្អូនមើលពីលើផ្ទះរបស់ខ្ញុំហ្នឹងគឺដើមឈើជុំវិញអញ្ចឹងចង់ឲ្យមើលទេសភាពហើយចាំដើរបេះផ្លែឈើជុំវិញផ្ទះខ្ញុំហ្នឹងថាវាមានប្រហែលមុខអញ្ចឹងបងប្អូនមើលពីលើអញ្ចឹងទៅគឺថាពិតជាសាមញ្ញតែវាស្អាតអញ្ចឹងហើយនេះក៏មើលពីលើដែរតែមើលមកពីខាងត្បូងផ្ទះអញ្ចឹងទៅគឺវាទេសភាពមកបែបមួយយ៉ាងអីថតមុខមិញហ្នឹងគឺខាងមុខផ្ទះឥឡូវអានេះខាងបូងផ្ទះធ្វើការចាប់ផ្ដើមបេះផ្លែឈើដំបូងគឺជាមួយនឹងលហុងមុខផ្ទះតែមើលមុខវាបន្តិចចឹងណាតុងកុំភ្លេចកូនទៅឈប់បន្ទាប់ពីដើមលហុងឥឡូវយើងទៅបេះដូងទាំងអស់គ្នាគឺថាបេះមកជុំវិញផ្ទះហ្នឹងតែម្ដងចាំមើលវាបានប្រមាណលានមុខផ្លែឈើដែលយើងញ៉ាំបានហ្នឹងផ្លែបន្ទាប់គឺជាផ្លែដូងផ្លែដូងហ្នឹងបងប្អូននេះគឺជាផ្លែដូងនេះបន្ទាប់ពីផ្លែដូងរបស់យើងហើយគឺទៅដើមឈើបន្តទៀតនេះគឺផ្លែញអាចញ៉ាំបានបងប្អូនផ្លែញរបស់យើងកុំភ្លេចអាគុំមៀវនេះផង
បន្ទាប់ពីផ្លែញយើងបានបេះរួចហើយយើងបន្តដំណើរទៅមុខទៀតតែមានផ្លែអ្វីដើមចេកនេះគឺអត់ទាន់មានផ្លែទេនេះដើមទឹកដោះនេះក៏អត់ទាន់មានផ្លែដែរនេះគឺស្រូវនោះគឺផ្លែបន្ទាប់គឺផ្លែត្របែកនៅក្តាប់ទេត្របែកនេះតែបេះមួយមកកុំភ្លេចកូនពៅយើងផង Hello ចេញពីដើមត្របែកហើយយើងបន្តដំណើរទៅទៀតគឺអានេះដើមដូងទេនេះដើមកទួតតែអត់ទាន់មានផ្លែទេគឺថាអត់មានទេបន្តមកទៀតគឺដើមខ្នុររបស់យើងដើមខ្នុរយើងគឺអត់មានផ្លែទេទស្សនាគឺអត់មានទេបន្តមកទៀតគឺយើងទៅជួបជាមួយនឹងផ្លែក្រូចរបស់យើងគឺច្រើនមិនធម្មតាគឺថាវាច្រើនមែនតែនមែនបេះបដ វ៉ាវកុំភ្លេចអាខ្មៅរបស់យើងគឺថាវាតាមរហូតបន្តមកទៀតគឺផ្លែចេកហើយខ្មៅផ្លែចេកគឺញ៉ាំបានបងប្អូននេះត្រួយដលងជ្វានេះបើនៅហាងចិនត្រឡប់ខ្លាញ់មកបន្តិចមួយចាន$5ខ្ញុំធ្លាប់ទៅទៅជះគេនៅហាងចិនបាន2-3កន្លែងទៅបងប្អូនគេមើលទាំងអស់គ្នាយកចេកចុះ
hello ôi từ đầu đàm xoáy cứ việc toàn fly tới khai này bằng bốn lời dương và to tao một ítนี่คือดาวควัดแต่ว่าตอนปลายได้วิตูไปตัวคือลายนโนคือถ้าใบมันจุ่มบินเต็มแล้วว้าวนี่คือปลายมะรุมอันนี้คือหลักมะรุมปลายมะรุมไม่หลักมะรุมนี่บ่ใหญ่ปีตามปอมีนสุขภาพก็ถ้าหลักมะรุมมันคือถ้าวิช่วยจุ่มนุ้ยช้อนบางคนมาเรียนมุกไอในกลุ่มเพื่อนโกนสกาในพ้องวิอัดเจสซี่ดิហើយបន្តមកទៀតគឺដើមទៀតនេះគឺផ្លែទៀតស្លឹកផ្លែមិនស្អុយណាពោវាអញ្ចឹងវាផ្លែផ្កាទុំផ្លែវាលើទឹកលយកុំភ្លេចបេះម្ទេសផងនេះដើមម្ទេសនេះជីជីមាជីលាក់អីហ្នឹងនេះផ្លែផ្អែមនេះអាចយកឆាមីឆាអីបានឆាញ៉ាំបានអង្គតាម
នេះជីកាមនេះដាក់ផ្ទាប់ជាមួយនឹងត្រីដុតហើយខ្សែតែយើងហ្នឹងអង្គប៉ាមួយទៀតនេះជីមញាហ្នឹងសម្រាប់ដាក់ត្រីចំហុយត្រីអីហ្នឹងគឺដាក់ទៅហ្នឹងស្ងោអីនេះហៅជីនាងវងឬក៏ជីលាក់ក៏បានដែរសម្រាប់ដាក់ស្ងោដាក់ក្តាមពីអីហ្នឹងកូនពូជកូនពូជងើបនេះជាប់ឡាយជាប់កអើយជាប់កបាត់ហើយកូនពូជកូនពូជមីវឥឡូវនេះយើងធ្វើការជីកគុំដេងទាំងអស់គ្នាដេងផ្លោគ្រឿងផ្លោអីនេះដើមវាបែកមកចេះយើងជីកទៅបានវែងកូនម្ដេងនេះគេយកទៅលក់ឲ្យយើងនៅផ្សារហ្នឹងគឺអាកូនម្ដេងហ្នឹងនេះគឺផ្លែឈើទាំងអស់ដែលខ្ញុំបេះជុំវិញផ្ទះហ្នឹងគឺថាបេះអស់ថា 80% នៅ 20% ទៀតគឺអត់ទាន់បេះឥឡូវយើងមើលទាំងអស់គ្នាពីចាប់ដើមពីក្បាលដំបូងទៅទាំងអស់ហ្នឹងគឺវាមានអ្វីខ្លះហ្នឹងគឺលហុងហើយគឺដូងយើងហ្នឹងបន្តមកទៀតគឺផ្លែញហើយគឺក្រូចអីតបែកតាកំតោតមកគឺតបែកហើយចេកតបចេកគឺតយងចេកតបពីតយងចេកគឺក្រូចអែមនេះក្រូចអែមហ្នឹងអា3ហ្នឹងគឺវាក្រូចអែមទាំងអស់ទេតមកទៀតគឺត្រួយដលងជ្វាយើងហ្នឹងតមកទៀតគឺផ្លែម្រះផ្លែមរុំនិងស្លឹកម្រុំតែបាត់ស្លឹកតមកទៀតគឺក្រូចឆ្មាតមកទៀតគឺណនងតមកទៀតគឺបន្លែផ្អែមតមកទៀតគឺជីនាងវងតមកទៀតគឺជីវ៉ាន់ស៊ុយតមកទៀតគឺផ្លែទៀបស្អុយណាមើលច្បាស់វាចាំងថ្ងៃផ្លែទៀបយើងហ្នឹងតមកទៀតគឺម្ទេសតមកទៀតគឺជីស្លឹកជីបន្លាតមកទៀតគឺម្ដេងវ៉ាវអស់ហើយបងប្អូនទី